ដោយម្ដេចហៅថាបទបរិហាគេជាសាធារណៈតើលក្ខខណ្ឌណាខ្លះចាត់ទុកជាបទបរិហាគេជាសាធារណៈបទបរិហាគេជាសាធារណៈនេះគឺជាបទល្មើសដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌមាត្រា305ដែលបានឲ្យនិយមន័យអំពីការបរិហាគេគ្រប់ការអះអាងបំភ្លើសឬការទម្លាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសឬកិត្តិស័ព្ទនៃបុគ្គលឬនៃស្ថាប័នគឺជាការបរិហាគេហើយបទល្មើសបរិហាគេនេះត្រូវពិន័យជាប្រាក់ពី100,000 រៀលទៅ10 លានរៀលដែលប្រព្រឹត្តតាមមធ្យោបាយដូចជាតាមរយៈសម្ដីទោះជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទីសាធារណៈឬនៅក្នុងសាលប្រជុំសាធារណៈ2តាមលិខិតឬគំនូរទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជនឬដាក់តាំងឲ្យសាធារណជនមើល3តាមគ្រប់មធ្យោបាយទូរគមនាគមន៍សុទ្ធទោះសម្រាប់សាធារណជនលក្ខខណ្ឌនៅក្នុងការបរិហាគេជាសាធារណៈនេះមានន័យថាក្រមព្រហ្មទណ្ឌបានកំណត់អំពីនិយមន័យនៃការបរិហាគេហើយក៏បានចែងថាការបរិហាគេត្រូវតែជាការបរិហាគេជាសាធារណៈមានន័យថាត្រូវធ្វើឡើងជាសាធារណៈការបរិហាគេនោះពាក្យថាសាធារណៈនេះគឺយោងតាមវចនានុក្រមសម្ដេចសង្ឃរាជជួនណាតពាក្យថាសាធារណៈគឺជាទូទៅដូច្នេះគ្រប់ការអះអាងបំភ្លើសឬការទម្លាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសឬកិត្តិស័ព្ទនៃបុគ្គលឬក៏នៃស្ថាប័នទោះបីជាអំពើនឹងធ្វើឡើងតាមរយៈសម្ដីតាមលិខិតឬគំនូរតាមគ្រប់មធ្យោបាយទូរគមនាគមន៍សុទ្ធទោះគឺត្រូវធ្វើឡើងជាសាធារណៈពាក្យថាជាសាធារណៈនេះដូចខ្ញុំបានលើកជានិយមន័យខាងលើរួចហើយមានន័យថាការនិយាយបំភ្លើសឬក៏ការទម្លាក់កំហុសដែលអសុទ្ធចិត្តទាំងអស់ហ្នឹងគឺធ្វើឡើងជាទូទៅនៅក្នុងចំណោមសាធារណជនទាំងពួងខ្ញុំសូមធ្វើការលើកឡើងជាឧទាហរណ៍ថាកញ្ញាកបានទៅហាងកាហ្វេហើយនៅក្នុងហាងកាហ្វេនោះមានមនុស្សជាច្រើនកញ្ញាកបានជួបកញ្ញាខហើយបាននិយាយពាក្យពិតនិយាយបំភ្លើសលើពីការពិតថាកញ្ញាខមានទំនាក់ទំនងជាគូសង្សារលួចលាក់ជាមួយនឹងប្តីរបស់ខ្លួនទាំងដែលការពិតកញ្ញាខគាត់ពុំដែលបានស្គាល់ប្តីរបស់កញ្ញាកទេហើយក៏មិនមានទំនាក់ទំនងជាមួយនឹងប្តីរបស់កញ្ញាកដែរការនិយាយរបស់កញ្ញាកគឺជាការនិយាយដែលធ្វើឡើងតាមរយៈសម្ដីដែលការនិយាយនេះគឺបំភ្លើសលើពីការពិតហើយនឹងទម្លាក់កំហុសដែលបណ្ដាលឲ្យប៉ះពាល់ដល់កិត្តិយសរបស់កញ្ញាខប៉ុន្តែប្រសិនបើកញ្ញាកបានឆាតទៅនិយាយក៏ដូចជាស្ដីឲ្យកញ្ញាខតាមរយៈឆាតផ្ទាល់តែ2នាក់អញ្ចឹងការឆាតស្ដីឲ្យតែ2នាក់ហ្នឹងគឺមិនចាត់ទុកថាគឺជាការបរិហាគេជាសាធារណៈទេពីព្រោះការដែលកញ្ញាកឆាតទៅស្ដីឲ្យកញ្ញាខដោយនិយាយមិនពិតនិយាយបំភ្លើសទោះដោយតាមរយៈសម្ដីឬក៏តាមជាសារសរសេរឆ្លើយឆ្លងគ្នាក៏ដោយតែការសរសេរឆ្លើយឆ្លងក៏ដូចជាការនិយាយអះអាងបំភ្លើសការទម្លាក់កំហុសរបស់កញ្ញាកទៅកាន់កញ្ញាខនោះគឺតាមរយៈឆាតតែ2នាក់ទេមិនមែនធ្វើឡើងជាសាធារណៈពីព្រោះថាការបរិហាគេត្រូវតែជាការបរិហាគេជាសាធារណៈយ៉ាងណាមិញបទល្មើសបរិហាគេជាសាធារណៈនេះគឺមិនមានទោសដាក់ពន្ធនាគារទេត្រឹមតែទោសពិន័យជាប្រាក់ដែលចន្លោះពី100,000 រៀលទៅ10 លានរៀល